សួស្តីបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាមានកុំព្យូទ័រ desktop អត់មាន webcam អញ្ចឹងកុំតង់ទិញ webcam មានតែទូរស័ព្ទដៃមួយឯងក៏អាចធ្វើ webcam បានដែរនិយាយពីគុណភាពវីដេអូច្បាស់ញាក់សាច់ហើយបើនិយាយពីតម្លៃអត់មានអស់លុយ free ហើយមួយទៀតពិសេសជាងគេនោះគឺចែកឃើញទេឃើញទូរស័ព្ទដៃយើងរត់តាមយើងអត់លុយអត់ហេប៉ុណ្ណេះរណាទៀតមកមើលទាំងអស់គ្នាគេធ្វើមិនខ្លះបាទអញ្ចឹងជាហ៊ានដំបូងយើងចូលមកកាន់ website នេះមួយមកនៅក្នុងកុំព្យូទ័ររបស់យើងចូលមកកាន់ link ខាងលើនេះមក droidcam.app បន្ទាប់មកយើងscroll វាមកក្រោមហ្នឹងហើយបន្ទាប់មកយើងចុចកន្លែងទី2នេះ install droidcam client on your computer យើង select លើនឹងមួយមកបាទអញ្ចឹងវា scroll ទៅក្រោមអញ្ចឹងនៅក្នុង app របស់យើងនឹងដែរ app droidcam ហ្នឹងវា support ទៅលើ operating system 2ទេឃើញក្នុង HP Linux មួយហើយនិង Windows មួយអញ្ចឹងខ្ញុំប្រើ Windows ខ្ញុំ select Windows setup នេះមកបន្ទាប់មកវាចូលមកកាន់ផ្ទាំងនេះអញ្ចឹងយើងចុចពាក្យថា download client setup EE នេះបាទអញ្ចឹងយើងចាំមក play ទៅហើយយើងធ្វើការ save មកតែអានេះខ្ញុំ download ម្ដងហើយបាន fan ហ្នឹងហើយអញ្ចឹងខ្ញុំមិនបាច់ save ទេអញ្ចឹងរបៀប download មានប៉ុណ្្នឹង easy ហើយមួយទៀតបងប្អូនត្រូវការ download app នៅក្នុងទូរស័ព្ទដៃមួយដែរអញ្ចឹងពីហ្នឹងតបងប្អូន download នៅក្នុងកុំព្យូទ័រយើងមួយនៅក្នុង app ទូរស័ព្ទដៃយើងមួយឈ្មោះដូចតែគ្នាទេយើងចូលមកកាន់ App Store យើងសរសេរពាក្យ droidcam ហ្នឹងហើយលើគេហើយវាអត់ focus អូខេ droidcam អញ្ចឹងនៅខាងលើគេនេះឯងអញ្ចឹងយើងចុចពាក្យ get មួយមកបាទអញ្ចឹងចាំតិចអញ្ចឹងកន្លែងនេះខ្ញុំសូម skip ចោលសិនបាទអញ្ចឹងកម្មវិធីនៅក្នុងទូរស័ព្ទដៃយើង droidcam ហ្នឹងយើង download រួចហើយយើងចុចពាក្យ open មកអញ្ចឹងបាទកន្លែងនេះយើងចុចពាក្យ continue មកហ្នឹងហើយយើងចុចពាក្យOK ទៀតមកបាទអញ្ចឹងកន្លែងនេះវាត្រូវការ access ទៅកាន់កាមេរ៉ារបស់យើងអញ្ចឹងយើងយកពាក្យ allow មួយមកហើយ microphone allow ក៏បានអត់ក៏បានតែយើង allow ក៏បានហ្នឹងហើយយើង allow មួយទៀតមកបាទនៅបងប្អូនមួយទៀតបងឥឡូវយើងបកមកកាន់កម្មវិធីដែលថាយើង download នៅក្នុងកុំព្យូទ័រយើងសិនយើង double click លើវាមកអានេះវាចេញចេះដោយសារខ្ញុំតម្លើងរួចហើយម្ដងហើយខ្ញុំចេះមកអូខេអញ្ចឹងពេលចុចតម្លើងដំបូងវាចេញមកផ្ទាំងនេះអញ្ចឹងមុនហ្នឹងខ្ញុំតម្លើងហើយម្ដងវាចេញ load alert មុនហ្នឹងហើយឥឡូវចុច agree មួយមកបាទអញ្ចឹងយើងចាំមក play អូខេបន្តមកយើង finish បាទមួយទៀតបងប្អូនអញ្ចឹងក្នុងការរបៀបយកទូរស័ព្ទដៃយើងមកធ្វើ webcam នៅក្នុងកុំព្យូទ័ររបស់យើងទី1យើងត្រូវការប្រើ Wi-Fi តែមួយហ្នឹងហើយបងប្អូនយើងត្រូវការប្រើ Wi-Fi តែមួយអញ្ចឹងណាព្រោះដើម្បីធ្វើយកទូរស័ព្ទដៃយើងធ្វើជា webcam នេះដែរយើងត្រូវ connect Wi-Fi តែមួយអញ្ចឹងដោយសារកុំព្យូទ័ររបស់ខ្ញុំហើយមួយទូរស័ព្ទដៃខ្ញុំ connect Wi-Fi តែមួយរួចហើយបងប្អូនអញ្ចឹងយើងចូលមកកាន់ app យើងវិញមកអញ្ចឹងក្នុង app ទូរស័ព្ទដៃយើងពេល connect Wi-Fi ហើយយើងបើកកម្មវិធី droidcam ហ្នឹងវាបាន IP address មួយ 192.168.1.2 ហ្នឹងហើយ port sample ឥឡូវយើងមកបើក app នៅក្នុង droidcam នៅក្នុងកុំព្យូទ័ររបស់យើងវិញហ្នឹងហើយយើងចាំតិចអូខេហ្នឹងហើយអូខេយើងចុចពី add droidcam មួយមកយើងចាំតិចហ្នឹងហើយបងប្អូនបន្តមកយើងនេះ iPhone របស់យើង 100A នេះ IP address នេះ 192.168.1.2 អូខេអានេះ iPhone Wi-Fi នេះយើង select ឡើងនេះមកបន្តមកយើងចុចពាក្យ add to select device អូខេបងប្អូនអត់ចេញអីទាំងអស់និយាយលេងទេអញ្ចឹងក្នុងនេះដោយសារវាប្រើកាមេរ៉ាក្រោយអញ្ចឹងដើម្បីដូរវាមកប្រើកាមេរ៉ាមុខបានយើងឃើញអាសញ្ញានេះអត់កាមេរ៉ានេះចុចលើហ្នឹងមួយមកយើងចុចពាក្យ front អូខេតមកបាននេះឃើញអត់អូខេឃើញអត់ដូចអត់មានអីពិបាកស្រួលដែរបងប្អូនឃើញអត់ឃើញប្រើបានអត់អានេះយើងពង preview ហ្នឹងហើយមួយទៀតបើសិនជាយើងចូល Google Meet របស់យើងចុចពីនេះយើងឥឡូវយើងពងក្នុង Google Meet យើងនេះចុចកន្លែងកាមេរ៉ានេះមកអូខេហ្នឹងហើយឃើញអត់ឃើញបាន webcam មួយវីដេអូច្បាស់បងប្អូន18បងប្អូនមិនមែន 720p អានេះ18អូច្បាស់ញាក់សាច់អូអែមអត់មានអស់លុយទេ free អញ្ចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូនេះជួយ like follow មួយមកបើមានអីផ្សេងរបស់ណា free អត់អស់លុយគុណភាពចាំខ្ញុំចែកជូនបងប្អូនបន្តទៀតអូខេបងប្អូនទាំងគ្នាអញ្ចឹងមុនហ្នឹងយើងបានរៀនពីរបៀបតម្លើងកម្មវិធីរបស់យើងមិនអត់ធ្វើមិនខ្លះអញ្ចឹងខ្ញុំភ្លេចប្រាប់របៀបធ្វើមិនឲ្យទូរស័ព្ទយើងអូតូរត់តាមយើង
ងាយស្រួលបងប្អូនចេះលុយតែ$30ទិញដងត្រៃផតនេះអាដងត្រៃផតនេះវាមានមុខងារវា AI អូតូវា detect ចាប់យើងអញ្ចឹងពេលយើងបង្វិលទៅណាគឺយើងគឺដងហ្នឹងវាអូតូត្រេ100យើងហើយអត់មានអីពិបាកបងប្អូនអញ្ចឹងចុះឡើងអស់លុយដដែលមែនអត់ចាច់បោកអើយ